សួស្តីបងប្អូនអរគ្នាឥឡូវយើងទៅបន្តពីការ download file សម្រាប់ download សម្រាប់ iPhone ទូទៅណាអញ្ចឹងថ្ងៃមុនបងប្អូនបានឃើញវីដេអូខ្ញុំធ្វើពីការ download តាមរយៈ 3G Tool បាទឥឡូវយើងទៅ download ក្នុង website តាមរយៈ Google Chrome ណាអញ្ចឹងយើងបើក Google Chrome មកអញ្ចឹងអ្វីដែលយើងត្រូវវាយចូលទៅ website នោះគឺយើងវាយ IPSW ហើយ .me អញ្ចឹងយើង enter មកនេះ website IPAW.me យើងចូលចឹងមកបាទក្នុងនេះគឺវាមានសម្រាប់ឲ្យយើង download សម្រាប់ iPhone សម្រាប់ iPad សម្រាប់ Mac អញ្ចឹងណាអញ្ចឹងខ្ញុំចង់ធ្វើបទបង្ហាញពីការ download iPhone អញ្ចឹងយើងចូលមកហើយ close អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍ file iPhone model ណាមួយឥឡូវឧទាហរណ៍ថា11ដដែលចុះបាទយើងចូល11មកបាទនេះគឺ file ចុងក្រោយបាទ file ចុងក្រោយគេដែលក្រុមហ៊ុនអនុញ្ញាតឲ្យយើងរាយណាបាទចេញសញ្ញាគ្រាបែបនេះបាទអញ្ចឹងបន្តមកទៀតបងប្អូនចុចចូលហើយយើងអូសមកខាងក្រោមបន្តិចគឺយើងឃើញពាក្យ download បាទទំហំ G របស់វាគឺ 9.5G ហើយសម្រាប់ version នោះគឺ 21.2 បាទអញ្ចឹងយើងចុច click download មកបាទពេលហ្នឹងគឺវា load នៅកន្លែង download នៅខាងស្ដាំដៃនេះបាទយើងចុចចូល click មកបាទតាមបទពិសោធន៍របស់ខ្ញុំគឺការ download តាមរយៈ website រៀងយឺតជាងយើង download ក្នុង 3G Tool ណាបាទអញ្ចឹងវីដេអូវាមិនខុសពីវីដេអូមុនប្រហែលទេគឺយើងត្រូវរង់ចាំបាទ load ដល់28នាទី20នាទីជាងបាទចិត្តកន្លះម៉ោងអញ្ចឹងយើងរង់ចាំអញ្ចឹងយើងរង់ចាំរហូតដល់ចប់យើងអាចយក file ទៅរាយបានហើយអញ្ចឹងបងប្អូនមើល file ដែលខ្ញុំ download ថ្ងៃមុនណាថាវា down មកបានប្រភេទយ៉ាងម៉េចបងប្អូនចូល 3G Tool មកចូលក្នុង drive C មកបាទហើយ C V2 V3 បាទហើយ firmware ខ្ញុំ down នេះមុន file គឺតម្រង់បែបនេះដែលយើង down ហើយបាទអញ្ចឹងគឺយើងមើលទំហំ file មើលបាន G នេះ 8G បាទ file ដែលយើង download ក្នុងនេះមិនគឺវា 9G.5 អញ្ចឹងក្នុងនេះ file វាធំជាងអញ្ចឹងពេលដែល download បងប្អូន download ចប់បាទបើសិនជាបងប្អូនអត់ទាន់ចេះក្នុងការរាយក្នុងការ restore ទេខ្ញុំនឹងចេញវីដេអូក្រោយទៀតទាក់ទងទៅនឹងការឈប់ program ដែលយើងនិយាយងាយយល់ណាឈប់ program ឬក៏បុក program តែបើពាក្យបច្ចេកទេសគឺ restore file ហ្នឹង firmware នេះគឺយកទៅ restore បាទអញ្ចឹងបងប្អូនពេញចិត្តនៅវីដេអូក្នុងការបង្ហាញពី technique ពាក់ព័ន្ធនឹងគ្រឿងទូរស័ព្ទក៏ដូចជាផ្នែក software ទូរស័ព្ទបងប្អូនជួយ subscribe channel ខ្ញុំម្នាក់មួយផងបាទដើម្បីខ្ញុំមានទឹកចិត្តដើម្បីធ្វើវីដេអូតទៅទៀតណាបាទអរគុណជម្រាបលា